បាទជម្រាបសួរបងប្អូនទាំងអស់គ្នាជម្រាបសួរថ្ងៃនេះគឺនិយាយក្រៅសាច់រឿងតិចបងប្អូនអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់និយាយថានៅអាស៊ីអាគ្នេយ៍ខ្ញុំចង់និយាយពីប្រទេសដែលកំពុងតែរីកចម្រើនខ្លាំងនៅអាស៊ីអាគ្នេយ៍ខ្លាំងជាងគេនេះគឺបងប្អូនដឹងហើយទីក្រុងគឺសិង្ហបុរីហើយសិង្ហបុរីនេះឯងដែលជាប្រទេសទទូចមួយស្មើនឹងខេត្តរបស់យើងមួយហ្នឹងតែហេតុអីបក៏បានជារីកចម្រើនខ្លាំងមែនទែនអញ្ចឹងណា រីកចម្រើនគឺខ្លាំងមែនទែនណាឈាននិយាយទៅឈានមុខគេតែម្ដងបើនិយាយពីគ្រឿងសម្ភាវុធគ្រឿងសង្គ្រាមវិញណាគឺយន្តហោះវិញគឺស៊ីដាច់គេតែម្ដងនៅសិង្ហបុរីហើយប្រទេសនេះគឺអត់មានដីធ្វើកសិកម្មទេហើយក៏អត់មានធនធានអីដែរអញ្ចឹងគេយកធនធានអីគឺយកធនធានមនុស្សយកមកអភិវឌ្ឍប្រទេសហើយចំណុចដែលសំខាន់ខ្លាំងជាងគេបំផុតនោះគឺ គឺអត់ឲ្យមានភាពអំពើពុករលួយតែម្ដងអត់ឲ្យមានខ្សែបាក់ពួកគឺអត់ឲ្យមានទេដើម្បីឲ្យតាក់ទាញកៅតាក់ទាញវិនិយោគទុនក្រៅប្រទេសដែលឲ្យមានជំនឿទុកចិត្តវិនិយោគទុនក្រៅប្រទេសគេមានជំនឿទុកចិត្តមកវិនិយោគទុនច្រើននៅប្រទេសសិង្ហបុរីអានេះជាចំណុចសំខាន់បំផុតនៃប្រទេសសិង្ហបុរី ហើយធនធានអីក៏មិនមានដែរគឺមានតែធនធានមនុស្សរ៉ែក៏គ្មានអឺដីធ្វើកសិកម្មក៏គ្មានប៉ុន្តែគេមានធនធានមនុស្សយកទៅដោះដូរចំណុចដែលសំខាន់នោះគឺអត់មានអំពើពុករលួយខ្សែបាក់ពួកអញ្ចឹងអរគុណច្រើនបងប្អូន